Hello ស្ដីអ្នកនាងខ្ញុំ Happy ថ្ងៃដែរគឺយើងមកនិយាយអំពី3ចំណុចដែលធ្វើឲ្យអ្នកនាងលេង Minecraft បាន smooth យ៉ាអញ្ចឹងគឺទូរស័ព្ទខ្ញុំនេះគឺវាមិនខ្លាំងណាស់ណាទេប៉ុន្តែគឺវាអាចលេង Minecraft បានហើយគួរសមដែរហើយទូរស័ព្ទខ្ញុំគឺវាអាចលេងបានលើសពី60បែបតែដោយសារតែ refresh rate វាឬក៏អេក្រង់វានឹងធម្មតា60 Hz ទេអញ្ចឹងហើយគឺលេង game ណាក៏ដោយក៏វាបានទៅ60បែបដែរហើយមុនចូលដល់វីដេអូអ្នកនាងកុំភ្លេចជួយ subscribe ឲ្យខ្ញុំម្នាក់មួយផងចឹងចំណុចទី1អ្នកនាងត្រូវមានទូរស័ព្ទមួយដែលវាគួរសមដែរអ្នកនាងគឺមិនបាច់ខ្លាំងពេកក៏បានដែរតែឲ្យតែខ្លាំងសិនវាគឺគួរសមដែរដែលយើងអាចយកលេងហ្គេមមួយចំនួនទៅគឺវាចូលក្រនបានដែរហើយអ្នកនាងមិនបាច់ឆ្ងល់ទេហេតុអ្វីបានជានៅក្នុងវីដេអូហ្នឹងវាlagអញ្ចឹងទៅដោយសារតែពេលខ្ញុំកាត់វីដេអូហ្នឹងឬក៏ record វីដេអូហ្នឹងខ្ញុំដាក់វាត្រឹមតែ30 frame ទេឬក៏វីដេអូហ្នឹងត្រឹមតែ30បែបទេអញ្ចឹងហើយគឺវា lag ហើយគឺវីដេអូក្រោយទៀតគឺខ្ញុំនឹងដាក់វាឲ្យដល់60បែបអញ្ចឹងចំណុចទី2អ្នកនាងត្រូវការ mode ដែលបូក FF អញ្ចឹងនេះគឺជា mode របស់ខ្ញុំដែលអ្នកនាងអាចមើលតាមនឹងបានតែអ្នកនាងអាច add mode បន្ថែមទៀតក៏បានដែរហើយចំពោះ mode នេះវិញគឺនៅចុងវីដេអូខ្ញុំនឹងបរៀនអ្នកនាងពីរបៀបដាក់វាអូខេឥឡូវគឺយើងមកមើល resource ម្ដងចាអញ្ចឹង mode វាប៉ុណ្ណឹងហើយឥឡូវយើងមកមើល resource pack វិញអញ្ចឹងគឺចំណុចទី3អ្នកនាងត្រូវការ app បូក FF ឬក៏កម្មវិធីបូក FF ផ្សេងតែអញ្ចឹងគឺខ្ញុំអត់បានណែនាំអ្នកនាងទេថាតែកម្មវិធីអស់ហ្នឹងវាច្រើនខ្ញុំមិនសូវដែរបើទេចាអញ្ចឹងគឺអ្នកនាងអាចដើរ search មើលក្នុង TikTok បានចាអញ្ចឹងគឺចំណុចទី3របស់យើងគឺមានប៉ុណ្្នឹងឯងឥឡូវយើងចូលមករបៀបដាក់ mode ហើយអ្នកនាងមើលតាមនឹងបានរសារខ្ញុំបាននិយាយទេប៉ុណ្ណឹងគឺវារួចរាល់ហើយអ្នកនាងមានចម្ងល់អីអាចឆាតមកសួរខ្ញុំបន្ថែមបានបើសិនខ្ញុំដឹងអីគឺខ្ញុំនឹងជួយដោះស្រាយអ្នកនាងតែពេលខ្លះបើខ្ញុំអត់ដឹងអីគឺមិនអាចជួយអ្នកនាងបានចាអញ្ចឹងគឺវីដេអូមានប៉ុណ្ណឹងទេអ្នកនាងហើយកុំភ្លេចជួយ subscribe ឲ្យខ្ញុំមួយផងបាយ